លោកនាងជាទីមេត្រីជាបន្តនៅខ្ញុំសូមជម្រាបជូនអំពីសមាជិកកីឡាករបង្គោលក្រហមមានអាយុ20ឆ្នាំកម្ពស់ 1.65 ទម្ងន់ 57 គីឡូក្រាមធ្លាប់ប្រកួតចំនួន 44 ដងឈ្នះ 38 ដងចាញ់ 4 ដងនិងស្មើ 2 ដងប្រដៅដៃគូតស៊ូតាមលក្ខណៈបច្ចេកទេសចំនួន 20 ដងមកពីក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរគ្រូបង្ហាត់លោកពេជ្រសុផាន់លោកស្រីនាងកញ្ញាអ្នកប្រដាល់គុនខ្មែរខេត្តកណ្ដាលពេជ្រសុកវិបុលបាទជាបន្តសូមជូនប្រវត្តិរូបសង្ខេបបង្គោលខៀវ The Blue Corner ស្លៀកខោពណ៌ខៀវមានវ័យ20ឆ្នាំកម្ពស់ 1.66 ទម្ងន់57 គីឡូក្រាមបទពិសោធន៍ប្រកួតសរុបចំនួន22ដងឈ្នះ18ចាញ់4ដងក្នុងនោះរូបគេក៏ធ្លាប់បដូរដៃគូឲ្យបបងការប្រកួតលក្ខណៈបច្ចេកទេសបាន5ដងផងដែរគេជាសិស្សមកពីក្លឹបប្រដាល់ Sarisik Comeback Team ដែលមានគ្រូបង្ហាត់ Trainer Hangi Tawakoli ជាថ្មីម្ដងទៀតសូមលោកស្រីនាងកញ្ញាផ្ដល់សំឡេងស្វាគមន៍អ្នកប្រដាល់ Come from Uzbekistan Aziz Khan Azazmoចានៅពេលនេះសូមអញ្ជើញរីកទស្សនាការប្រកួតរវាងកីឡាករកម្ពុជាពេជ្រវិបុលសុកជាមួយនឹងកីឡាករអាស៊ីសខានដូចតទៅត្រៀមប្រុងព្រៀបប្រកួត Grid គុនខ្មែរ Best-Fight គូទី4ដែលជាគូមិត្តភាពអន្តរជាតិកម្ពុជាអ៊ូបេគីស្ថានទឹកទី1 Round 1បាទទស្សនិកជនស្វាគមន៍មកទស្សនាការប្រកួតគូមិត្តភាពអន្តរជាតិកម្ពុជាអ៊ូបេគីស្ថានបង្គោលក្រហមកីឡាករកម្ពុជាបាទអាយយមកដល់ភ្លាមអត់និយាយគ្នាច្រើនទេស្វាគមន៍បាទធ្ងន់កូនសិស្សក្លឹបពេជ្រសុផាន់មួយណាក៏ដូចមួយណាដែរអត់មានបង្អែបង្អង់ទេអត់មានផ្ដេកផ្ដួលលមួលផ្សំក្រិចទេចិត្តជាអ្នកប្រយុទ្ធមោះមុតលើសង្វៀនជួងពើងចូលប្រកួតតែម្ដងតែប៉ះជាមួយអ៊ូបេគីស្ថានមកល្អដៃប៉ះល្អស៊ូល្អធន់ឲ្យជន់មកដៃមួយដៃទប់ជាប់ទេ1 2 3 4 5 6អាយយវាយគេផុតត្មើដួលអាយមកហើយសើយឲ្យមកដៃទៅវិញអាយ៉ាញ៉ាកដាលហាល្អមែនតើមកវាយសកលវាយសកលមកឯងមកចំទៅឯងមកដៃថាមកជើងអូយជក់ចិត្តមែននេះបានហៅថាមកប្រយុទ្ធមែនណា1 2បាំងបកវិលមកជុំណែសោយអត់ខ្វល់មួយដៃអំបាញ់វិញគ្រាន់តែរៀមស្រឹមបន្តិចមកថែមទៀតបកទៅវិញណែអត់ឲ្យចាញ់គូទី1ទេបន្ទាប់ពីកម្ដៅសាច់ដុំជាង1នាទីឥឡូវនេះបែកញើសឲ្យក្ដៅសាច់ទៀតធ្វើយ៉ាងម៉េចមកហើយអូយនេះបែបនេះបានបងប្អូនចូលចិត្តអាយ៉ាងើបឲ្យលឿនដកឃ្លាវិបុលសុកសម្លឹងល្វែងក្រោមឡើងលើអាយ៉ាតាត់ណែរបូតថ្មិញបកសបាត់ដៃមកជ្រូថ្មិញញ៉ាកដាសុំសេរីថ្មិញទេសិនអូយបាទមិញនេះដើមទឹកស្រាវចំនួនបាទចូលដៃទាញមិញតែឥឡូវនេះស្មារតីមកវិញហើយតាមសាសនាបានសាសគ្រូផាន់អត់ឲ្យចាញ់ចិត្តដៃគូទេឥឡូវនេះក្រៀកដកដង្ហើមទេសិនមួយឱកាសទឹកមួយនេះចិត្តចប់ហើយចិត្តចប់ទឹកមួយតែអត់បញ្ចប់ការប្រយុទ្ធទេសុំសរសើរand round 1គុនខ្មែរ Best-Fight គូទី4ដែលជាគូមិត្តភាពអន្តរជាតិកម្ពុជាអ៊ូបេគីស្ថាន
ទឹកទី2 round 2 គូទី4ទឹកទី2វិបុលគួរតែចេញជើងឲ្យបានច្រើនអូយតាលេងដៃច្រើននឹងអាចលបោះបាទដៃដូរជាមួយជើងអាយ៉ាចាប់ផ្ដើមឃើញប្រឡោះរៀងខ្លួនហើយអាយយបាទខ្ញុំនេះសឹងតែមិនចង់អត្ថាធិប្បាយទុកឲ្យរូបភាពអត្ថាធិប្បាយជូនបងប្អូនទៅចោះយើងមើលបច្ចេកទេសកីឡាករទាំងពីរអូយឱកាសនេះតើពេជ្រវិបុលប្រើអ្វីជាគោលបាទការដូរដៃតែមួយមុខគឺអាចចាញ់ព្រៀបដៃគូបាទបណ្ដាលគុណខ្មែរមានខ្លីមានវែងមានក្នុងមានក្រៅឥឡូវនេះឈូសមួយសោយដូរជាមួយដៃដាប់ដៃឆ្វេងស្ដាំកាត់ដាប់ដៃសោយសងវិញណែឈើទល់មួយណាមួយពេជ្របលសុកបាទគ្រូផ្ដាំថាមកវាយបាទចកងហកតាមចកងបាទកិច្ចចកងកិច្ចតាណាកិច្ចទៅក្រោមកិច្ចទៅក្រោមត្រូវធន់បាទកិច្ចថយឲ្យផុតរួចខ្លួនបងប្អូនចាប់ដើមឈើហើយបងប្អូនអីយ៉ាកន្លែងនេះចូលដៃតែព្យាយាមអូយ Bokosor Ultra Corner 1 2 3 4 5 6 7 8 9 10 អូយកវីក្បាលហើយបាទចូលជង្គង់ពេញ កីឡាករបង្គោលក្រហមពេជ្រពីបលសុកកម្ពុជាទទួលបានជ័យជំនះដោយវាយកីឡាករបង្គោលខៀវមកពីប្រទេសអ៊ូបេគីស្តានឲ្យបោះបង់ការប្រកួតក្នុងទឹកទី2